dương một nó sai làm hạt định muối làm hạt nó có về mới tới bên lò này anh ấy sẽ nhai khánh mà định muối này chưa thì chỉ làm định muối này sẽ nhai khánh đấy ok chẳng cái men A B C ជាចំនួនគាត់ធម្មជាតិណាចំនួនគាត់ធម្មជាតិហ្នឹងគឺចំនួនចាប់ពី1ទៅណោះ1 2 3 4 5ហ្នឹងអាហ្នឹងគេថាចំនួនគាត់ធម្មជាតិហើយណោះចំនួនដែលគេរាប់ហ្នឹងគឺថាអាចំនួនគាត់ធម្មជាតិហ្នឹងគឺជាចំនួនដែលគេយកមកសម្រាប់រាប់អីមួយទៀតថាមនុស្សម្នាក់មនុស្ស2នាក់ឆ្កែ2ក្បាលយើងមកណោះអាហ្នឹងហៅថាចំនួនគាត់ធម្មជាតិគណនា A បូក B បូក C ណាអញ្ចឹងបើគេឲ្យសមត្ថកម្មមកប៉ុណ្ណឹងយើងយកអានេះមកដោះស្រាយក៏ដោះអំពីមិនចេញទេអានេះបើយើងតម្រូវភាគបែងស្អីតម្រូវភាគបែងមកវាជាប់ស្អីញ៉ៃច្រើនណាអញ្ចឹងគេយកអានេះទៅបំបែកវិញគេយកអាលេខនេះយកទៅបំបែកឲ្យខ្លះទៅជាអានេះវិញណាអញ្ចឹងលេខហ្នឹងគេយកទៅបំបែកមិនដល់ព្រោះដាក់ចម្លើយណាចម្លើយគេយកអាលេខនេះទៅបំបែកវិញណាអញ្ចឹងយើងដាក់ថាគណនា A បូក B បូក C ណាគណនា A បូក B បូក C អញ្ចឹងយើងដាក់តាមមកថាដោយណាឬក៏ដាក់ថាមានក៏បានដែរយើងយកសមត្ថកម្មយកមកធ្វើណាយើងដាក់មានសិនណាមាន1លើ A បូក1លើ B បូក1លើ C ស្មើជាមួយនឹង1លើ8ណាហើយឥឡូវនេះយើងចាប់ផ្ដើមធ្វើនេះបងយកអា1លើ8នេះមកធ្វើវិញណាយកអានេះទៅធ្វើអត់ចេញទេចាំទុកណាអញ្ចឹងយើងដាក់មកថាមានមានពីរដងអត់កើតដែរកុំសរសេរជាន់គ្នាយើងសរសេរមិនឲ្យអ្នកអានចូលចិត្តណាដោយ1លើ8ហ្នឹងវាស្មើអីណាអញ្ចឹងយើងយក1ចែក8ណាបងយក1ចែកជាមួយនឹង8ណា1ចែកនឹង8មកថែម0អត់បៀដាក់បានម្ដងមកស្មើប៉ុន្មានបង8ដកទៅបានប៉ុន្មានបងត2ថែម0រំកិលនេះកតុងណាអញ្ចឹងដាក់បាន2ដង16ណា16ដកមកស្មើ4ចែក8ដែរអត់អត់អញ្ចឹងថែម0បានរំកិលទៅក្រោយក្បៀងកតុងទៀតដាក់បានប៉ុន្មាន5ដង5 8ដង40ណោះអញ្ចឹងចែកដាច់ល្មមអញ្ចឹងវាស្មើ0.120 25អូខេតោះនេះកន្លែងណាតោះនេះបងតោះនេះអញ្ចឹងចែកទៅវាឃើញប៉ុណ្ណឹងណាចែកទៅឃើញប៉ុណ្ណឹងអញ្ចឹងអា0.125ហ្នឹងយើងអាចបំបែកទៅជាបានទៀតណាយើងអាចបំបែកទៅជាផលបូកមកគឺផលបូក3ខ្ទង់ណាគឺវាស្មើជាមួយនឹង0.1បូកជាមួយនឹង0.ប៉ុន្មានបង0.02 ណាហើយបូកជាមួយនឹង0.00តើហ៎0.2 0.05តើអត់គឺថាយកបូកវិញមកដូចដើមហ៎0.1 បូកជាមួយនឹង0.02 បូកជាមួយនឹង0.005ណាយើងបូកទៅគឺដូចដើមហ្នឹងហ៎0.120 25ដូចដើមហ្នឹងតើនេះលេខណាតើនេះអញ្ចឹងតើអានេះយើងអាចសរសេរទៅជាប្រភេទបានអត់នេះអា3នេះយើងសរសេរទៅជាប្រភេទបានអត់សរសេរទៅជាប្រភេទបានហ្នឹងក៏សរសេរទៅជាប្រភេទបានលោកគ្រូសុំសរសេរនៅកន្លែងនេះវាស្រួលមើលណាគឺ 0.1 បូកជាមួយនឹង 0.02 បូកជាមួយនឹង 0.005 ណាគឺយើងស្រួលមើលអញ្ចឹងបន្ទាប់ពីយើងសរសេរបានប៉ុណ្្នឹងហើយយើងដឹងហើយក្រោយក្បៀងមួយខ្ទង់យើងចែកទាំងម៉ានក៏ថាយើងរៀនហើយក្រោយក្បៀងមួយខ្ទង់ចែកទាំងម៉ាន 0.1 នេះក្រោយក្បៀងមួយខ្ទង់គឺយើងចែកនឹង10 1លើ10បូកជាមួយនឹងចុះក្រោយក្បៀង2ខ្ទង់ចែកទាំងម៉ានបង2លើម៉ាន2លើ100ក្រោយក្បៀងម៉ានខ្ទង់3ខ្ទង់ចែកទាំងម៉ានលើ1000ណា5លើ1000អូខេអញ្ចឹងវាស្មើនឹងម៉ានបងចុះនេះ1លើ10បូកជាមួយនឹងម៉ាន2ចែក100គឺវាស្មើជាមួយនឹង1លើម៉ានយើងស្រួលមក1លើ50ហ៎ចានេះបូកឲ្យម៉ានបងនេះ1លើម៉ាននេះ1លើម៉ានសម្រួលមក1លើម៉ានអានេះវា1000នេះស្មើ5គុណម៉ាន1000ស្មើ5គុណម៉ាននេះ1000ចែកជាមួយនឹង5វាស្មើជាមួយនឹង200ណា200គុណនឹង5វាស្មើជាមួយនឹង1000ណាអូខេតោះណាអញ្ចឹងឯងបងអញ្ចឹងយើងអាចថានោះ
1 លើ a របស់យើងបូក1លើ b របស់យើងបូក1លើ c របស់យើងគឺស្មើជាមួយនឹង1លើ10បូកជាមួយនឹង1លើ50បូកជាមួយនឹង1លើ200ណោះ1លើ200អូខេគឺយើងបំបែកមករៀងហ្នឹងហើយណោះចឹង1លើ8នេះគឺវាស្មើនឹង1លើ10បូក1លើ50បូក1លើ200អញ្ចឹងយើងអាចនិយាយថាភាគបែកអាមួយណា a ក៏បានមួយណា b ក៏បានមួយណា c ក៏បានអត់ខ្វល់ទេក៏ឲ្យគេនេះ a បូក b បូក c ទេអញ្ចឹងនាំឲ្យ a បូក b បូក c គឺស្មើជាមួយនឹង10បូក50បូកនឹង200គឺស្មើប៉ុន្មានបង260ណោះអញ្ចឹងដូចនេះដូច a បូក b បូក c គឺស្មើនឹង260តើនេះគេថាតើណាត់តនលោកគ្រូអញ្ចឹងការដោះស្រាយលំហាត់វាងាយស្រួលទេគឺយើងមើលអ្វីដែលអាចទៅរួចណាអ្វីដែលអាចទៅរួចការរៀនគឺយើងរៀនបានយ៉ាងច្រើនដែរអញ្ចឹងយើងមើលអ្វីដែលអាចទៅរួចអានេះយើងទៅមិនរួចទេយើងទុកវាសិនយើងមើលអានេះថាវាយើងអាចទៅរួចអត់ណាចឹងការដោះស្រាយលំហាត់បើសិនបងចេះវិភាគចេះគិតគឺវាទៅរលូនណាអូខេវាធ្វើអញ្ចឹងណា